ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះនាងខ្ញុំមករំលឹកអនុស្សាវរីយ៍កាលពីនៅកុនពៅដែលលេងពិធីបុណ្យអុំទូកនៅឃុំព្រៃតកាខេត្តកណ្ដាលណាបងប្អូនអរគ្នាយូរដែរហើយវីដេអូហ្នឹងមកតែអត់បានធ្វើហើយនៅកុនពៅដែលលេងអុំទូកឃើញគេធ្វើក្រែមនេះលក់ក្រែមផ្លែឈើស្រស់ឡើងថាផ្លែឈើស្រស់ស្រស់ហ្មងណាអញ្ចឹងក៏បានកំងមួយចានឲ្យកុនពៅផងដែរហើយក្រែមដែលនេះខ្ញុំកំងគឺជាក្រែមប៊ឺសកានៀករួមទាំងស្ទ្រូប៊ឺរីចង់បានរសជាតិជូរអែមអញ្ចឹងណាហើយគេបានយកផ្លែឈើ3មុខហ្នឹងដាក់ច្បល់ចូលគ្នាជ្រុំវាជាល្អិតតូចៗឲ្យវាសព្វគ្នាអញ្ចឹងទៅហើយគេក៏បានដាក់ម្សៅទឹកដោះគោនិងទឹកដោះគោស្រស់អីចឹងណាស្រេចតែគ្រឿងផ្សំសម្រាប់អ្នកលក់គេធ្វើដាក់ចឹងនេះខ្ញុំអត់សូវស្គាល់ទេហើយគេជ្រុំចូលគ្នាដើម្បីឲ្យវាក្លាយជាល្បាយតែមួយចឹងណាហើយម៉ាស៊ីនធ្វើក្រែមគេហ្នឹងតំណងខ្លាំងមែនតើថាធ្វើក្រែមគេហ្នឹងណាហើយគេមានពិធីសាស្ត្រអ្វីផ្សេងដតដោយប្រើគិសនីដឹងហើយបងប្អូនអរគ្នាហើយកុំពើកំពុងតែអង្គុយចាំក្រែមហើយអ្នកលក់កំពុងតែញាប់ដៃញាប់ជើងបញ្ញាប់ឲ្យកុំពើបានញ៉ាំដែរចឹងណាគេច្បល់ចូលគ្នាគេដាក់ប៉ានលើថាសម៉ាស៊ីនធ្វើក្រែមហ្នឹងឲ្យវាឆាប់កកក្រែមចឹងណាបងប្អូនអរគ្នាព្រោះថាសហ្នឹងប្រហែលជាត្រជាក់ខ្លាំងដល់អង្សាវាដែលអាចកកជាក្រែមបានចឹងណាហើយគេក៏បានច្បល់វាច្បល់ទៅច្បល់មកម្សាទៀតអីចឹងទៅដើម្បីឲ្យវាសប់ផ្លែឈើសប់ជាមួយនឹងសាច់ក្រែមមកហើយបានគេប៉ានវារៀបជាប្រទះ4ជ្រុងងាយស្រួលគេក្នុងការមូវាបងប្អូនអរគ្នាគេថាកោសមូវាឈូសមូវាជាដុំក្រែមអញ្ចឹងណាក្នុងងាយស្រួលក្នុងការដាក់ចូលក្នុងចានក្រែមអញ្ចឹងទៅហើយគេបានប៉ានអញ្ចឹងហើយទុកវាបន្តិចទុកពេលបន្តិចអញ្ចឹងទៅឲ្យវាកកខ្លាំងដើម្បីកុំឲ្យវាឆាប់រលាយអីចឹងណាហើយដល់ពេលវាកកហើយហ្នឹងគេក៏បានមូវាជារៀងដុំចឹងណាបងប្អូនអរគ្នាខ្ញុំទៅទំនងខ្លាំងមែនតើហើយក្លិនមិនឈ្ងុយណាបងប្អូនគ្នាឈ្ងុយក្លិនប៊ឺឈ្ងុយសកានេះហើយនឹងរសជាតិជូរអែមទៀតណាគួរឲ្យចង់ញ៉ាំខ្លាំងមែនតើហើយគាត់បានចាប់ដាក់ក្នុងចានក្រែមហ្នឹងហើយហុចឲ្យកូនពៅភ្លក់មើលទៅថាអូឆ្ងាញ់ហ្នឹងម៉ាម៉ាអញ្ចឹងណាគេចូលចិត្តអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះសូមឲ្យបងប្អូនអរគ្នាជួបតែសេចក្តីសុខទាំងអស់គ្នាអរគុណបាយ